rang nâng bà to nơi cho lang chân bà to rồi có cho đạch si cho mỗi nâng bài sai ní muối với châu tơ vinh chân đây châu tơ vinh ở lang tơ si cho mỗi xe sai muối với châu mà vinh anh nâng cười này cứ chia video tí bấy đây nhung bà hai nhung pi camera ở cho mỗi nâng trend line tại mà đón video món video tí muối cứ nhung bàn bằng hai một ổ nâng pi là việc set up cho mỗi nâng tool đại dương ở cô tại prá cho mỗi nâng trading visual nâng hay tí pí cứ cho mỗi nâng indicator xem đại dương ở cô tại prá hay nâng được việc set up trong bông phone aiប្រើមួយណាល្អបងប្អូនប្រើមួយនឹងទៅអត់បញ្ហាទេ indicator ហ្នឹងអញ្ចឹងថ្ងៃនេះគឺយើងមកមើលពីការបង្ហាញ trend វិញតែម្ដងអញ្ចឹង trend ជាទូទៅនៅក្នុងការ trend ហ្នឹងទៅមើលជាមួយនឹងឆាតមិនថាឆាតអ្វីក៏ដោយគឺវាមាន3សន្តានធំដែលទី1គឺយើងហៅថាវាជាប្រភេទ up trend ជាប្រភេទ up trend គឺយើងមើលវាបែបណាជាទូទៅនេះខ្ញុំបរិកកន្លែងនេះដែលវាឆ្លាស់ឲ្យបងប្អូនមើលធំនេះគឺខ្ញុំមើលជាមួយនឹងមាសអញ្ចឹងការ up trend គឺយើងឃើញនៅពេលនេះនៅពេលដែលវាឡើងផ្ដាច់ជាមួយនឹង high ចាស់របស់វានេះអញ្ចឹងកន្លែងនេះដែលខ្ញុំគូសនេះកន្លែងនេះមួយវាឡើងផុតកន្លែងនេះមួយបានន័យថាវាមាន high 2បន្តជាប់គ្នាហើយអានេះគឺ low 1ហើយ low 1អញ្ចឹងបានន័យថាជាប្រភេទ up trend បានន័យថាចុះអានេះគឺវាអត់ដាច់អា low ចាស់វាទេវាឡើងមកនេះវាដែលយើងតែនិយាយថា lower low អានេះគឺ lower high អានេះគឺ higher low HL ហ្នឹង higher low អានេះ higher high អញ្ចឹងខ្ញុំគូអញ្ចេះវិញអញ្ចឹងប្រភេទនេះគឺជាប្រភេទ up trend យើងឃើញថានៅពេលដែលវាមាន up trend គឺវានឹងឡើងបែបនេះអាហ្នឹងគឺប្រភេទ up trend អញ្ចឹងរបៀបគូស trend line ខ្ញុំនឹងបង្ហាញនៅវីដេអូមួយទៀតវីដេអូនេះខ្ញុំឲ្យបងប្អូនមកមើលពីup trend ហើយនឹង down trend ជាមួយនឹង sideways អញ្ចឹងសម្រាប់អ្នកថ្មីអាចមើលវីដេអូនេះយកទៅរៀនបន្ថែមបានជាមូលដ្ឋានគ្រឹះដល់ពេលដែលយើងមានមូលដ្ឋានគ្រឹះយើងទៅរៀននៅចំណេះដឹងផ្សេងគឺយើងងាយស្រួលមើលងាយស្រួលយល់ឥឡូវយើងឃើញថាប្រភេទ up trend នេះវាគឺវាឡើងបែបហ្នឹងនេះហើយតែប្រភេទ up trend គឺវាឡើងបែបហ្នឹងនេះគឺវាចុះអា low ដែលវាចុះនេះគឺវាអត់ដាច់អាជើងចាស់វាមុននេះវាប្រភេទឡើងអញ្ចឹងគឺ up trend នេះអានេះគឺយើងទូចបែបនេះក៏បានគឺយើងទៅដល់ខាងនេះហ្មងក៏បានដែរអញ្ចឹងគឺប្រភេទ up trend គឺនៅបែបហ្នឹងនេះអញ្ចឹងវាគឺនៅតែបន្តឡើងរហូតបានន័យថាវាអត់ខូចជាមួយនឹងអា lower low នេះទេអានេះបើសិនជាចំណេះដឹងមួយទៀតគេហៅថា down theory ដែលនៅក្នុងក្រុមបងរត់តែងតែប្រាប់ហ្នឹងតែពេលដែលវាខូចអានេះគឺយើងកំផមថាវានឹងបន្តចុះមក up trend down trend វិញអញ្ចឹងអានេះគឺប្រភេទ up trend គឺយើងមើលបែបនេះហើយប្រភេទនេះគឺប្រភេទ sideways ដែលយើងឃើញខ្ញុំមើលអាណារៀងច្បាស់ឲ្យបងប្អូនមើលប្រភេទ sideways ហ្នឹងគឺវាអត់ទៅឡើងអត់ទៅចុះទេនេះប្រភេទនេះយើងអាចចាប់ទុកជាប្រភេទ sideways នេះ sideways គឺវាមានទម្រង់ជាការសម្រាកបានន័យថាវាឡើងហើយឬក៏វាចុះច្រើនហើយវានៅ sideways ជាទូទៅក្រាបណាក៏ដោយយើងឃើញហើយតែពេលវាឡើងច្រើនហើយឬក៏វាចុះច្រើនហើយគឺវានឹងធ្វើការ sideways ជាការសម្រាករបស់វាបានន័យថាវាអត់ទៅឡើងខ្លាំងចុះខ្លាំងទេវាជាការសម្រាកសម្រាប់ប្រមូលកម្លាំងបន្ថែមយើងអាចមើលពីកន្លែងនេះមកគឺប្រភេទ sideways នេះsideways នេះគឺយើងពិបាកលេងមែនតើនៅពេលដែល down trend ឬក៏ up trend គឺយើងអាចងាយស្រួលលេងនៅក្នុងការ trade តែប្រភេទ sideways នេះគឺយើងអត់ recommend ឲ្យលេងទេទោះជាយើងខ្លាំងប៉ុណ្ណាក៏វាផ្្លាត់ច្រើនជាងជាមួយនឹង down trend ឬក៏ up trend អញ្ចឹង sideways គឺយើងមើលបែបនេះគឺយើងឃើញថាវាឡើងមកប៉ុណ្នេះហើយខ្ញុំចាប់ខុសនេះយើងឃើញពីកន្លែងនេះមកហ្មងនេះយើងអាចចាប់ពីកន្លែងនេះមកក៏បានដែរបានន័យថាវាចុះក៏អត់ផុតឡើងក៏អត់ផុតនៅម្ដុំhigh វាជាមួយនឹង low វាដែលយើងគូសកន្លែងនេះមកនេះអញ្ចឹងវានៅតែម្ដុំហ្នឹងហើយការ sideways នេះគឺវាអាចយូរវាអាចទៅមកនៅតែម្ដុំហ្នឹងហើយបានតែចុះមកប៉ះ support វាឬក៏វាធ្លាយតែបន្តិចទេវាធ្លាយមកត្រឹមនេះអីនេះវាធ្លាយត្រឹមនេះវាចូលទៅរែងវាវិញអានេះគេហៅថារែងជាមួយនឹង sideways ជាប្រភេទនេះគឺយើងអាចលេងខ្លីៗបានយើងចង់រំពឹងថាវាឡើងទៅខ្ពស់គឺវាអត់ទេវាប៉ះហើយវាចុះមកវិញប៉ះហើយចុះមកវិញដល់ពេលដែលវាផុតជាមួយនឹង sideways នេះទៅវាឡើងទៅប៉ិតប្រកបឬក៏មួយទៀតវាអាចចុះទៅផិតប្រកបប៉ុន្តែការឡើងប៉ុណ្នេះយើងអត់ប្រកបទេណាជួនកាលវាឡើងចេះដូចខ្ញុំបង្ហាញមកអញ្ចឹងជួនកាលវាឡើងចេះហើយវាចូលរែងវាវិញ
វាចូលរ៉េងវាវិញហើយវានៅក្នុងរ៉េងនឹងបន្តនៅចុះឡើងចឹងបន្តទៅឬក៏ចុះដាច់ស៊ីជាមួយនឹងបាយសាយនេះមួយវាចូលទៅវិញចឹងដែរចូលទៅវិញឡើងទៅស៊ីជាមួយ cell សាយមួយវាចូលមកវិញអាហ្នឹងគឺប្រភេទ sideway បានន័យថាវាមិនទៅឆ្ងាយពីរ៉េងទេតែពេលវាឡើងផុតបែបនេះបានន័យថាវាឡើងផុតកន្លែង sideway វាឡើងជាប្រភេទ uptrend វិញអញ្ចឹងយើងអាចរកកន្លែងចូលនៅម្ដុំណាកន្លែងជាមួយនឹងយុទ្ធសាស្ត្រ strategy របស់យើងអញ្ចឹងទៅហើយមួយទៀតដែលយើងរាប់នោះគឺ down trend អញ្ចឹង down trend គឺវាដូចតែ up trend ទេវាអត់ខុសគ្នាទេជាមួយខ្ញុំរកកន្លែងឲ្យបងប្អូនមើលជាប្រភេទ down trend នៅក្នុងមាសភាគច្រើនគឺវាមានប្រភេទ up trend អត់ទៅជា down trend ទេ down trend ក៏វាអត់ down ឆ្ងាយដែរនេះប្រភេទនេះអញ្ចឹងប្រភេទនេះមកតែពេលដែលវាដាច់កន្លែង sideway វានេះម្ដុំនេះមកវានឹងចេញជាប្រភេទ down trend អញ្ចឹងការ down trend ដូចខ្ញុំបង្ហាញអញ្ចឹងដូច up trend ដែរទេអញ្ចឹងប្រភេទនេះមកវាចុះមកនេះវាចុះមកវាដាច់អត់តដាច់ទេនេះវាចុះមកដាច់ចេះវាអញ្ចេះអញ្ចឹងគឺវាអត់ឡើងទៅវិញខ្ពស់ទេគឺវាបន្តចុះមករហូតបន្ទាប់ពី down trend នៅពេលដែលវាឡើងទៅវិញអានេះគេហៅ up trend តែ up trend ហ្នឹងយើងឃើញថាអ្នកកន្លែងនេះដែល down theory ដែលខ្ញុំប្រាប់មិញហ្នឹងអត់ទាន់ខូចតែនេះយើងរៀនតែមូលដ្ឋានគ្រឹះជាមួយ up trend down trend ជាមួយនឹង sideway តែប៉ុណ្្នឹងទេអញ្ចឹងយើងងាយស្រួលមើលទីផ្សារនៅពេលដែលវា down trend គឺយើងកុំលេងប្រចាំនឹង trend បានន័យថាយើងចូល time frame ធំមកឧទាហរណ៍ time frame ធំអញ្ចឹងឃើញ time frame ធំដែលកំពុងតែ down trend វាអត់ទាន់ confirm ឡើង up trend វិញទេយើងព្យាយាមលេងតែជាមួយនឹងស្របជាមួយទីផ្សារមកគឺយើងមានឱកាសល្អជាងដែលយើងចូលទៅប្រច្រាស់ទីផ្សារងាយស្រួលយើងចូលបើមិនជាយើងចូលនេះឃើញតែចោះច្រើនហើយនេះពេលដែលយើងចោះច្រើនហើយយើងទិញហើយឡើងបានតែបន្តិចយើងអត់បានកាត់តែតិចតួចពេកអញ្ចឹងវាចុះមកស៊ីដាច់ account យើងមួយឡើងមកចុះមកដាច់ account ឡើងមកចុះមកដាច់ account ហ្នឹងកន្លែងហ្នឹងគឺនៅពេលដែលយើងចូលប្រច្រាស់ទីផ្សារគឺងាយនឹងដាច់ account តែបើយើងចូលស្របទីផ្សារគឺវាអាចនឹងបាន revert យើងច្រើនសូម្បីតែយើងចូលនៅម្ដុំនេះក៏ដោយនេះឃើញទេតែពេលវាឡើងមកវាអត់ផុតព្រោះយើងដាក់ SL នៅម្ដុំនេះវាឡើងមកបានពាក់កណ្ដាលវាចុះមកវិញនេះ revert យើង1/2ឬក៏1/3អីអញ្ចឹងប្រភេទនេះគឺយើងមើលងាយស្រួលយើងលេងដើរស្របជាមួយនឹងទីផ្សារដោយសារយើងជា retail trader លុយរបស់យើងតូចទេយើងមិនអាចទៅប្រឆាំងជាមួយនឹងទីផ្សារធំបានហើយទីផ្សារធំបានន័យថា well អ្នកដែលមានលុយច្រើនឬក៏ស្ថាប័នធនាគារធំអីចឹងទៅជាមួយមាសតែបើជាមួយ Bitcoin អាច well ធំដែលមានលុយច្រើនអីចឹងទៅគេនឹងទៅតាមទីផ្សាររបស់គេអញ្ចឹងបើសិនជាយើងចូលស្របជាមួយគេយើងមានឱកាសឈ្នះជាមួយនឹងទីផ្សារដូចគ្នា